មានមនុស្សម្នាក់ត្រូវបានគេសម្លាប់នៅទីនេះក្មេងប្រុសអេនិយាយថាទោះបីជានាងស្រឡាញ់ខ្ញុំតែម្នាក់ឯងក៏ដោយក៏ខ្ញុំមិនអាចលើកដៃធ្វើបាបនាងបានដែរក្មេងប្រុសបៀនិយាយថាជាកំហុសរបស់ខ្ញុំដែលលួចស្រឡាញ់នាងមិនហ៊ានសារភាពកើតរឿងសោកនាដកម្មបែបនេះចំពោះនាងខ្ញុំពិតជាឈឺចាប់ណាស់ក្មេងស្រីស៊ីនិយាយថាពួកយើងគឺជាមិត្តល្អនឹងគ្នាបំផុតខ្ញុំត្រូវទៅស្វែងរកឃាតករឲ្យទាល់តែឃើញមិត្តឆ្លាតចូលពិនិត្យមើលឲ្យបានច្បាស់និងស្វែងរកតម្រុយតើអ្នកអាចរកឃើញទេថានរណាជាឃាតករទៅចម្លើយក្មេងប្រុសប៊ីគឺជាឃាតករប្រសិនបើអ្នកសម្លឹងមើលទៅក្នុងកញ្ចក់ដែលនៅខាងក្រោយពួកគេអ្នកនឹងឃើញមានកូនកាំបិតមួយត្រូវបានលាក់នៅក្នុងហោប៉ៅខាងក្រោយរបស់គេហើយនេះជាតម្រុយបញ្ជាក់ថាគេបានលាក់បាំងកាំបិត